នៅក្នុងភូមិតូចមួយម៉ែសុភាបានរស់នៅម្នាក់ឯងអស់រយៈពេលជាង3ឆ្នាំហើយអ្នកភូមិគ្រប់គ្នាដឹងថាគាត់គឺជាម្ដាយដែលបាត់កូនប្រុសជាទីស្រឡាញ់តារាដែលជាកូនប្រុសរបស់គាត់បានបាត់ខ្លួនក្នុងព្រៃអាត់កំបាំងខណៈពេលទៅធ្វើការជាមួយនឹងមិត្តភ័ក្តិគេមិនបានរកឃើញសាកសពឬក៏តម្រុយអ្វីមួយអំពីតារាឡើយតាំងតែពីគេបាត់ខ្លួនមកប៉ុន្តែសម្រាប់ម៉ែសុភាគាត់នៅតែមានក្តីសង្ឃឹមជានិច្ចថាថ្ងៃណាមួយកូនប្រុសរបស់គាត់នឹងត្រឡប់មកវិញ3ឆ្នាំកន្លងផុតទៅយប់មួយភ្លៀងធ្លាក់ខ្លាំងខ្យល់បោកបក់ប៉ះជញ្ជាំងផ្ទះហើយឮសូររំដំស្រាប់តែមានសំឡេងគោះទ្វារបន្លឺឡើងម្ដងទៀតម៉ែសុភាមានអារម្មណ៍ភ័យព្រួយដែរប៉ុន្តែគាត់បានតាំងចិត្តរបស់គាត់ហើយដើរទៅបើកទ្វារផ្ទះបើកឡើងយឺតនៅចំពោះមុខគាត់គឺមានបុរសម្នាក់ឈរជោគជាំស្បែករបស់គេស្លេកស្លាំងហាក់ដូចជាមនុស្សដែលគ្មានឈាមនៅក្នុងខ្លួនសម្លៀកបំពាក់រហែករយៈនិងមានក្លិនដីសើមភាយចេញមកគេលើកមុខឡើងយឺតរួចពោលពាក្យយ៉ាងស្រាលថាម៉ែកូនត្រឡប់មកវិញហើយម៉ែសុភាត្រជាក់ស្រើពេញឆ្អឹងខ្នងព្រោះនោះគឺជាតារាគាត់ស្ទុះទៅអបកូនទាំងដៃញាត់ទៅត្រើតទោះបីជាស្បែករបស់តារាត្រជាក់ដូចទឹកកកក៏ដោយប៉ុន្តែយប់នោះអ្វីហាក់ខុសប្លែកពីធម្មតាតារាដើរមួយមើលទៅគឺប្លែកខុសពីទម្រង់ដែលគាត់ដើររាល់ដងសំឡេងរបស់គេឮសូរដូចមកពីឆ្ងាយហើយរាល់កន្លែងដែលគេដើរកាត់តែងតែមានស្នាមដីសើមជានិច្ចម៉ែសុភាចាប់ផ្ដើមសង្ស័យក៏សួរទៅកូនថាតារាតើកូនទើបតែមកពីណាតារាឈប់ស្ងៀមរួចឆ្លើយយឺតថាម៉ែកូននៅទីនោះម្នាក់ឯងវាងងឹតខ្លាំងណាស់ហើយត្រជាក់ខ្លាំងកូនពិតជាឈឺចាប់ខ្លាំងណាស់ភ្លាមនោះខ្យល់បក់ចូលមកយ៉ាងខ្លាំងភ្លើងនៅក្នុងផ្ទះក៏ភ្លឺភ្លឹបភ្លែតលុះដល់ម៉ោង 2 រំលងអធ្រាត្រម៉ែសុភាភ្ញាក់ឡើងដោយសារសំឡេងខ្វាចលើជញ្ជាំងស្រឿគាត់ដើរទៅមើលក៏ឃើញតារាកំពុងប្រើដៃដែលប្រឡាក់សុទ្ធតែដីសរសេរអ្វីម្យ៉ាងនៅលើជញ្ជាំងនៅពេលដែលពន្លឺភ្លឺឡើងគាត់ក៏ឃើញអក្សរដែលសរសេរដោយភក់ដីថាកូននៅក្រោមដើមឈើធំជិតទន្លេម៉ែសុភាស្ទើរតែឈប់ដកដង្ហើមតារាងាកមកសម្លឹងទៅម្ដាយភ្នែករបស់គេលែងមានពណ៌ខ្មៅមុខក៏ចាប់ផ្ដើមបែកបាក់ដូចជាសពដែលប្រេះរលួយគេនិយាយទាំងសំឡេងស្អកថាម៉ែគ្មាននរណាឃើញកូនទេកូនត្រូវនៅទីនោះតែឯងអស់រយៈពេល3ឆ្នាំហើយកូនត្រឡប់មកវិញមិនមែនដើម្បីរស់នៅជាមួយម៉ែទេតែដើម្បីឲ្យម៉ែទៅរកកូនឲ្យឃើញភ្លាមនោះភ្លើងក៏រលត់ងងឹតឈឹងតារាក៏បាត់ខ្លួនទៅជាមួយនឹងខ្យល់ព្រឹកឡើងម៉ែសុភាប្រញាប់ទៅកាន់ដើមឈើដ៏ធំក្បែរទន្លេរួចប្រើឧបករណ៍ផ្សេងដើម្បីជីកទាំងទឹកភ្នែកបន្ទាប់ពីជីកអស់ជាច្រើនម៉ោងគាត់ក៏បានឃើញឆ្អឹងមនុស្សនិងសម្លៀកបំពាក់ដែលគាត់ស្គាល់យ៉ាងច្បាស់បំផុតម៉ែសុភាយំខ្សឹកខ្សួលគ្មានសម្លេងខណៈទូខ្យល់បក់មកស្រាលប៉ះត្រចៀករបស់គាត់ហើយបន្លឺនៅសម្លេងថាអរគុណម៉ែវិញ្ញាណខ្លះត្រឡប់មករកយើងមិនមែនដោយសារតែចង់បំផិតបំភ័យធ្វើឲ្យយើងខ្លាចនោះទេជួនកាលវិញ្ញាណទាំងនោះក៏មកដើម្បីស្វែងរកជំនួយអំពីពួកយើងផងដែរ